ស្វាគមន៍អ្នកគុណនិយមគ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងកម្ពុជាក្បាច់គុណភាគទី19ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងមកហើយឃើញនៅយ៉ាងខៃកំពុងតែធ្វើការវឹកហាត់ព្រមទាំងនឹកឃើញទៅដល់សកម្មភាពរបស់ប្រតិជាឡងចៃធានយ៉ាងខៃដឹងថាតាចាស់នោះគឺច្បាស់ជាមិនលើកលែងឲ្យគាត់នោះឡើយដូច្នេះគឺត្រូវតែក្តាប់នៅពេលវេលានេះធ្វើការវឹកហាត់រួចហើយព្យាយាមវឹកហាត់យុទ្ធសាស្ត្ររបស់គាត់បន្តតែខណៈពេលនេះហាក់បីដូចជាមាននៅការឈឺចាប់មកមកផងដែរក៏ព្រោះថា10ថ្ងៃកន្លងផុតទៅហើយក៏នៅតែមិនអាចបំបីចូលទៅកាន់អាណាចក្រខៃយានបានមើលទៅសំអានទៅលើតែកម្លាំងបាយមិនគ្រប់គ្រាន់នោះទេយ៉ាងខៃសម្លឹងមើលទៅលើដើមឈើមាននៅផ្លែឈើទាំងនោះមិនទុកយូរក៏បានបេះវាមួយលេបចូលក្អឹកបណ្ដាលឲ្យនៅពេលនេះធម្មពលជាច្រើននៅក្នុងខ្លួនរបស់គាត់ប្រមូលផ្ដុំយ៉ាងខៃដឹងហើយថាក្របពូជផ្លែឈើសានយ៉ាងវាគឺពិតជារបស់ល្អស្រោចទឹកវាជាមួយនឹងទឹកយ៉ាងបន្តិចបន្តួចក៏អាចឲ្យវាកើតឡើងបានព្រមទាំងទទួលបាននៅផ្លែឈើដែលមាននៅកម្លាំងធាតុយ៉ាងជាច្រើនឲ្យតែបន្តបែបនេះមើលទៅការបំបីចូលកម្រិតយុទ្ធសាស្ត្រថ្មីរបស់គាត់ក៏មិននៅឆ្ងាយនោះដែរដូច្នេះថ្ងៃនេះសម្រាប់ប៉ុណ្ណឹងសិនខណៈពេលដែលយ៉ាងខៃកំពុងតែអង្គុយសម្រាប់សម្រួលកម្លាំងធាតុក៏ស្រាប់ដែរសិស្សច្បងស្រីតាមមកលួចមើលដល់ទីនេះនាងក៏ឆ្ងល់ដែរតាចំហាយរបស់យ៉ាងខៃឈានមកដល់កម្រិតកម្ពស់បែបនេះតាំងពីពេលណាព្រមទាំងតែងតែមាននៅវិញ្ញាណបិសាចត្រជារាំងគ្នាទៅវិញទៅមកតនេះហើយនាងក៏នឹកទៅឆ្ងល់យ៉ាងក៏ព្រោះថាយ៉ាងខៃទៅស្ថិតនៅក្នុងកម្រិតទី9នៃអាណាចក្រលុតដំរាងកាយសម្បីតែនាងក៏មិនទាន់មានលទ្ធភាពដែរបើសិនជាចង់ប្រែវាឲ្យទៅបែបនេះភ្លាមនាងក៏មានការភ្ញាក់ផ្អើលបើកភ្នែកធំក៏ព្រោះថាយ៉ាងខៃស្រ័យពុះពេញទៅដោយក្តីឈឺចាប់ព្រមទាំងបញ្ចេញនូវធម៌ពលដ៏ខ្លាំងក្លានាងដឹងហើយថានេះគឺជាយ៉ាងពិតយ៉ាងខៃបានគិតក្នុងចិត្តគិតថាខ្ញុំខ្លាចដៃមែននេះតែឃើញទៅដល់ពេលមួយដែលគាត់បានសម្លាប់នៅពីអ្នកនោះអារម្មណ៍វិជ្ជមានរបស់គាត់មួយនេះមកពីណានោះទេវាគឺតែងតែប៉ះពាល់ដល់អារម្មណ៍របស់គាត់រហូតធម៌ពលទាំងពីរប្រឆាំងគ្នាបើសិនជាមាននៅកំហុសបន្តិចបន្តួចនោះគាត់គឺច្បាស់ជាប្រះទៅជាឈួតបានសិស្សច្បងស្រីនៅខាងក្រោយក៏បានគិតហើយថាយ៉ាងខៃក៏ប្រហែលជាកំពុងតែប្រយុទ្ធជាមួយនឹងបិសាចនៅខាងក្នុងបែបនេះគេគឺពិតជាពិបាកដើម្បីផ្ដោតអារម្មណ៍ហើយនាងក៏មិនដែលឃើញនៃការបំបីចូលទៅកាន់អាណាចក្រខៃយានដែលមានភាពប្រថុយប្រឋានបែបនេះនោះឡើយក៏ទៀតថាបើសិនជាយ៉ាងខៃមិនព្រមមិនដេញនៅវិញ្ញាណប្រយុទ្ធនេះចេញថ្ងៃណាមួយគឺច្បាស់ជាងប់ងល់ជាមួយនឹងវាពាក់មួកឡើងវិញនាងគឺត្រូវតែធ្វើអ្វីម្យ៉ាងយ៉ាងខៃគណៈពេលដែលបន្តវឹកហាត់ក៏នៅតែស្រែកពោពេញទៅដោយក្តីឈឺចាប់ភ្នែករបស់គាត់ក៏ផ្លាស់ប្ដូរសិស្សច្បងស្រីដឹងហើយថាយ៉ាងខៃកំពុងតែជួបគ្រោះថ្នាក់គឺមិនអាចទុកឲ្យគេនៅម្នាក់ឯងបានឡើយយ៉ាងខៃរអ៊ូហើយថាពិបាកទ្រាំខ្លាំងណាស់កម្លាំងធម៌ពលទាំងពីរកំពុងតែប្រឆាំងគ្នាក្នុងរាងកាយព្រោះគាត់មិនអាចផ្ដោតអារម្មណ៍បានតទៅសោះសិស្សច្បងស្រីដឹងថាវិញ្ញាណប្រយុទ្ធនៅក្នុងរាងកាយរបស់យ៉ាងខៃគឺកាន់តែខ្លាំងជាងពីមុនយ៉ាងខៃពេលនេះគឺពិតជាចង់ស្វែងរកមនុស្សដើម្បីប្រយុទ្ធខ្លាំងណាស់រួចហើយស្រែកយ៉ាងខ្លាំងវាយទៅកាន់ថ្មនោះឲ្យប៉ាងតែប៉ុណ្នេះមិនគ្រប់គ្រាន់នោះទេសិស្សច្បងស្រីដឹងថាគឺជាឱកាសល្អក៏បានសម្រុកចូលទៅយ៉ាងខៃស្រែកសួរថាគឺជានរណាប្រើប្រាស់នៅបាតដៃរបស់គាត់ទៅទប់ទល់ធម៌ពលរបស់អ្នកទាំងពីរហាក់បីដូចជាប្រហាក់ប្រហែលគ្នាយ៉ាងខៃនិយាយសរសើរទៅកាន់ក្បាច់គុណរបស់គេមកចំពេលល្អណាស់កំពុងតែរកដៃគូប្រយុទ្ធផងរួចហើយធ្វើការប្រយុទ្ធគ្នាម្ដងទៀតខ្ទាតចេញរៀងខ្លួនសិស្សច្បងស្រីមិនយល់មានអ្វីកើតឡើងនាងច្បាស់ណាស់ប្រើប្រាស់នៅធម៌ពលកម្រិតទី3នៃអាណាចក្រខៃយានក៏ប៉ុន្តែបែរជាអាចត្រឹមតែស្មើគ្នាជាមួយនឹងយ៉ាងខៃដូច្នេះបញ្ចេញនៅធម៌ពលបន្ថែមប្រើប្រាស់នៅល្បឿនរលឿនសម្រុកចូលយ៉ាងខៃក៏បានទៅតាមដូចគ្នាអ្នកទាំងពីរបន្តប្រយុទ្ធចុះឡើងតែរាងកាយរបស់យ៉ាងខៃពោពេញទៅដោយជំហាយធម៌ពលស៊ីមួយជើងរបស់នាងខ្ទាតចេញយ៉ាងខៃប្រែទៅជាធម៌ពលធម្មតាវិញព្រមទាំងងើងឆ្ងល់មិនបានជាគ្រាន់តែមនុស្សស្រីម្នាក់ទៅវិញសិស្សច្បងស្រីនិយាយហើយហ៊ានមើលងាយទៅដល់មនុស្សស្រីថ្ងៃនេះគឺនឹងបង្ហាញឲ្យលោកបានដឹងថាមនុស្សស្រីអស្ចារ្យប៉ុណ្ណារត់ចូលមកយ៉ាងលឿនគេចពីកណ្ដាប់ដៃរបស់យ៉ាងខៃប្រើបាតដៃរបស់នាងវាប្រហាពីក្រោយតែយ៉ាងខៃពេលនោះក៏បានស្រែកបញ្ចេញនៅចំហាយធម៌ពលយ៉ាងដ៏ខ្លាំងក្លាសិស្សច្បងស្រីចាប់ផ្ដើមគិតហើយថាគឺត្រូវតែរកមធ្យោបាយបើមិនចឹងនោះទេច្បាស់ជាពិបាកទប់ទល់មិនខានឡើយយ៉ាងខៃពេលនេះក៏នៅតែបន្តសម្រុកចូលមកធ្វើការប្រយុទ្ធជាមួយនឹងនាងចុះឡើងព្រមទាំងពេលនោះនាងចាប់ដៃយ៉ាងខៃបោះទៅមកខាងងើបឡើងវិញនិយាយថាចង្រៃយកនាងខ្លាំងជាងខ្ញុំតែបន្តិចនោះទេបែរជាប្រហើនហ៊ានចាត់ទុកខ្ញុំជាស្វាផងបញ្ចេញនៅកម្លាំងត្រៀមនឹងប្រយុទ្ធសិស្សច្បងស្រីឃើញបែបហ្នឹងក៏ប្រហែលជាស្ថានភាពនៃការងប់ងល់របស់គេគឺបានរំលងផុតហើយនាងក៏រៀបចំរួចរាល់ដើម្បីរត់បន្តមកសម្រុកចូលយ៉ាងខៃរត់ទៅខាងក្រោយក៏ដូចជាឲ្យនាងបកស្រាយណាបញ្ជូននាងឲ្យមកសម្លាប់ខ្ញុំទៅនាងពេលនោះវាយ៉ាងខៃឲ្យខ្ទាតចេញព្រមទាំងគិតក្នុងចិត្តនាងក៏មានបំណងល្អនោះទេកិច្ចទៅបាត់យ៉ាងខៃរអ៊ូហើយបើសិនជាគាត់មិនបានវឹកហាត់នៅរាងកាយមាសខំឲ្យស្ពៃក្រំដៃរបស់នាងទៅហើយព្រមទាំងសម្លេងនេះហាក់បីដូចជាសិស្សច្បងស្រីម្នាក់អញ្ចឹងបោះរួចហើយមើលម្ដងទៀតបាត់មនុស្សទៅណារអ៊ូទៀតហើយថាយ៉ាងខៃឯងគឺពិតជាសំណាងណាស់គឺតែងតែទទួលបានជំនួយពីអ្នកធំរហូតរួចដែរចូលទៅអង្គុយវឹកហាត់បន្ថែមក៏ដូចជានឹកឃើញនៅគ្រប់ពេលដែលគាត់ឈានទៅដល់កម្រិតដែលចិត្តបំបីគឺតែងតែមាននៅចំហាយបិសាចដ៏ត្រជាវាក៏ប្រហែលជារាងកាយមាសកម្ពុជានោះហើយព្រមទាំងជាប្រតិកម្មបណ្ដាលមកពីការស្រូបនៅចំហាយធម្មពលចេញពីធាតុដទៃទៀតធម្មពលយ៉ាងពិតរបស់គាត់ជាប់គាំងប៉ុន្មានថ្ងៃហើយមិនអាចជោគជ័យបានតែជាសំណាងល្អការប្រយុទ្ធមុនបន្តិចធ្វើឲ្យធម្មពលយានជាច្រើនបែកខ្ញែកយ៉ាងពិតក៏ត្រូវបានគាត់គ្រប់គ្រងយ៉ាងជោគជ័យឥឡូវនេះក៏ដល់ពេលដ៏ល្អសម្រាប់បំបីដែរយ៉ាងខៃក៏ចាប់ផ្ដើមធ្វើការតាក់ទាញនៅចំហាយមេឃដីចូលរាងកាយប្រើប្រាស់ចំហាយមេឃដីដើម្បីសម្អាតនៅខួរឆ្អឹងកាត់នៅសរសៃសក់ហើយនេះគឺជាឱកាសដ៏ល្អដែលអ្នកគុណនិយមគ្រប់គ្នានឹងទទួលបានពេលដែលបំបីនៅកម្រិតយុទ្ធសាស្ត្រតែគាត់ទទួលបានប៉ុន្មានគឺអាស្រ័យទៅលើវាសនាហើយលើកនេះធ្វើការវឹកហាត់បន្តចំហាយធម្មពលសាយភាយ៉ាងខ្លាំងក្លាខណៈពេលដែលសិស្សច្បងស្រីដឹងថាយ៉ាងខៃគឺស្ទើរតែដឹងអំពីអត្តសញ្ញាណរបស់នាងទៅហើយតែក៏ជាសំណាងល្អដែលគេអាចបំបីឆ្លងកាត់យ៉ាងជោគជ័យដោះមកដើរចេញទៅក៏ស្រាប់តែបានជួបនឹងព្រឹទ្ធាចារ្យនាងបានគោរពហៅគាត់ថាគឺជាគ្រូពូព្រឹទ្ធាចារ្យតបមកវិញថានាងក៏មិនបានលុតជង្គង់សំពះគាត់ផងដូច្នេះគឺមិនចាំបាច់គួរសមនោះទេតែនាងក៏បានប្រាប់ថាគ្រូរបស់នាងនឹងព្រឹទ្ធាចារ្យជាមិត្តល្អអញ្ចឹងហើយនាងគឺត្រូវហៅថាគ្រូពូបែបនេះព្រឹទ្ធាចារ្យបានសោយសរសើរទៅកាន់ម៉ងវូយ៉ាគឺពិតជាសំណាងបែរជាទទួលបាននូវសិស្សល្អម្នាក់ដូចជានាងតែគួរសោកស្ដាយសិស្សទាំងពីររបស់គាត់នាងបានដកដង្ហើមធំក៏ព្រោះថាគ្រូពូមេបានឹកឃើញទៅដល់រឿងដែលពិបាកចិត្តម្ដងទៀតហើយព្រឹទ្ធាចារ្យពេលនោះក៏ស្រាប់តែចាប់អារម្មណ៍ទៅនឹងចំហាយយុទ្ធសាស្ត្ររបស់
យ៉ាងខៃដូច្នេះគាត់បានប្រាណធម្មពលរបស់គាត់ដើម្បីជួយឡំពាត់មិនឲ្យសាយភាយចេញទៅខាងក្រៅនាងគិតផងដែរក៏ព្រោះថាគ្រូពូបែរជាធ្វើបែបនេះដើម្បីយ៉ាងខៃគាត់បានរੂថាអត់រំខានលើកនេះបង្កនៅសម្លេងរំខានធំពេកហើយឬឲ្យបានប្រាប់ឲ្យនាងគឺត្រូវតែប្រុងប្រយ័ត្ននាងបានសួរទៅកាន់គ្រូពូហេតុអ្វីបានជាយកចិត្តទុកដាក់ដល់យ៉ាងខៃបែបនេះប្រតិជាសួរផ្ចាញ់តែម្ដងថាតើនាងមិនមែនដូចគ្នាដែរទេមែនទេបណ្ដាលឲ្យនាងឆ្លើយមិនចេញអៀនប្រតិជាហៅនាងឲ្យទៅជាមួយនឹងគាត់មើលថាតើឥឡូវនោះយ៉ាងម៉េចទៅហើយនាងយកស្របដើរទៅតាមខណៈពេលនោះក៏ដឹងថាចំហាយធម្មពលដែលជុំវិញខ្លួនយ៉ាងខៃគឺពិតជាលឿនខ្លាំងណាស់តើគេបានស្រូបនៅចំហាយធម្មពលមួយដីប៉ុន្មានទៅសម្បីតែគ្រូពូដាក់នៅរនាំងធម្មពលប៉ុណ្នេះហើយក៏នាងនៅតែអាចមានអារម្មណ៍ដឹងអំពីកម្លាំងធាតុដ៏ខ្លាំងក្លាយ៉ាងខៃដែលនៅខាងក្នុងក៏នៅតែបន្តប្រមូលផ្ដុំនៅធម្មពលពេលនោះក៏ស្រាប់តែមាននៅមយូរាមួយហោះហើរប្រទក្សិណជុំវិញទីនេះយ៉ាងខៃវឹកហាត់បន្តសេះច្បងស្រីដឹងហើយគឺពិតជាកម្លាំងធាតុយ៉ាងដ៏បរិសុទ្ធមែនពេលនេះកំពុងតែត្រូវបានយ៉ាងខៃស្រូបចូលបន្តិចម្ដងប្រតិជាពិនិត្យបន្តក៏បានប្រាប់ថារួចរាល់ហើយដកនៅរនាំងធម្មពលរបស់គាត់ចេញប្រាប់ឲ្យនាងរាក់ទាក់គ្រូរបស់នាងជំនួសគាត់ផងសេះច្បងស្រីរត់ទៅមើលយ៉ាងខៃម្ដងទៀតភ្ញាក់ផ្អើលព្រោះថាយ៉ាងខៃនៅពេលនេះឈានទៅដល់អាណាចក្រខៃយានកម្រិតទី2នៅឃើញទៅដល់លោកគ្រូដែលតែងតែកោតសរសើរនៅការវឹកហាត់របស់នាងតែបន្ទាប់ពីបានឃើញនៅការបំបែកចូលអាណាចក្រខៃយានរបស់យ៉ាងខៃនាងក៏មិនអាចប្រៀបបាននោះទេភ្លាមក៏ស្រាប់តែយ៉ាងខៃបំបែកទៅដល់កម្រិតទី3នាងនិយាយឲ្យថាសត្វចម្លែក80ម៉ោងក្រោយមកយ៉ាងខៃក៏បានក្រោកឡើងពុតខ្លួនពុតប្រាណសេះច្បងស្រីនៅតែមិនអាចទទួលយកបានចឹងថាតើគឺជាប្រភេទនៃទេពកោសល្យអ្វីទៅយ៉ាងខៃខណៈពេលដែលដើរម្នាក់ឯងបានគិតថារាងកាយមាសកម្ពស់របស់គាត់គឺពិតជាអាចស្រូបនៅចំហាយធម្មពលមេដីជួយឲ្យគាត់ឡើងទៅកាន់កម្រិតទី3នៃអាណាចក្រខៃយានក្នុងពេលតែមួយនេះគឺពិតជាអស្ចារ្យពេកហើយតែភ្លាមនោះក៏ស្រាប់តែលឺនៅសំឡេងមនុស្សស្រីដឹងថាជាស៊ូម៉ូយ៉ាងខៃស្រែកសួរហើយថាទៅអីណាទៅឆ្ងល់ណាស់ដែលឮតែសំឡេងមិនឃើញមនុស្សតែបន្ទាប់មកក៏យល់ថានៅពេលដែលគាត់ឈានមកដល់កម្រិតទី3នៃអាណាចក្រខៃយានសមត្ថភាពហាត់ក្លិនរបស់គាត់ក៏កាន់តែប្រសើរជាងពីមុនស៊ូម៉ូក៏ប្រហែលជាកំពុងតែត្រូវបានគេវាយនៅឆ្ងាយដូច្នេះហើយគាត់គឺត្រូវតែពិនិត្យមើលខណៈពេលដែលយ៉ាងខៃរត់ចូលទៅសាច់រឿងស្លេះទៅត្រឹមនេះជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់ក្នុងគ្រប់បកដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងដរាបណាភ្នំមិនផ្លាប់បដោះទាំងនៅតែហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ